សួស្តីខ្ញុំ Profi ថ្ងៃនេះមានអំពូល LED ថ្មីមកដល់ទៀតហើយដែលជាប្រភេទអំពូល Neo ជាប្រភេទ LED ដែលខ្ញុំបានកម្មង់មកដល់ថ្មីដែលខ្ញុំកម្មង់ទិញពីបងគឹមអៀងអញ្ចឹងអំពូលនេះខ្ញុំបានដាក់តាមវគ្គបន្ថែមមកដល់តាំងពីថ្ងៃមិញមកម្លេះដោយការវេចខ្ចប់អីមានការរុំស្គុតការពារការប៉ះទង្គិចអីមកសមរម្យដែរអញ្ចឹងក៏លេខមកមើលព័ត៌មានមួយចំនួនដែលស្ថិតនៅចំហៀងប្រអប់នេះវិញដែលចំណុចទី1គឺថា Plain and Fish គឺល្អសម្រាប់រុក្ខជាតិហើយនិងត្រី Super Bright បានន័យថាមានពន្លឺភ្លឺខ្លាំងហើយ Anti Dazzle គឺការពារជាមួយនឹងការចាំងភ្នែកហើយចំណុចដែលនៅលើចំហៀងមួយទៀតនោះគឺ10000 hour គឺយើងអាចប្រើប្រាស់បានប្រហែលជា10000ម៉ោងដែលបូកដកគុណចែកប្រហែលជា3ឆ្នាំកន្លះហើយចំពោះកម្ពស់ដងវិញគឺ15សង់ទីម៉ែត្រកន្លែងមកមើលខាងមុខវិញគឺដាក់នៅផ្ទាំងធំ Vivid Solar Color 10000K ដែលល្អសម្រាប់រុក្ខជាតិហើយចំណុចកាន់តែពិសេសមួយទៀតនោះគឺមានភាពសន្សំចៃដោយកម្លាំងស៊ីត្រឹមតែ13វ៉ាត់តែប៉ុណ្ណោះអញ្ចឹងឧទាហរណ៍បើសិនជាមួយថ្ងៃយើងបើក12ម៉ោងនោះមួយថ្ងៃភ្លើងដែលស៊ីត្រឹមតែ0.156គីឡូវ៉ាត់តែប៉ុណ្ណោះអញ្ចឹងដើម្បីដឹងថាបើសិនមួយខែតើអំពូលនេះស៊ីអស់ប្រមាណគីឡូយើងគ្រាន់តែយក0.156គុណជាមួយនឹង30នោះយើងនឹងឃើញថាមួយខែស៊ីភ្លើងត្រឹមតែ4.68គីឡូវ៉ាត់ម៉ោងតែដោយបើ1គីឡូវ៉ាត់ស្មើនឹង610រៀលនោះចំណាយក្នុងមួយខែរបស់យើងគ្រាន់តែយក4.68គុណជាមួយនឹង610រៀលនោះនឹងឃើញថាការចំណាយរបស់យើងមួយខែសម្រាប់អំពូលមួយគ្រាប់នេះគឺ2850អញ្ចឹងបើសិនចែកក្នុងមួយខែទៅមួយថ្ងៃការចំណាយទៅលើអំពូលនេះគឺមិនដល់100រៀលផងទៅលើថ្លៃភ្លើងអគ្គិសនីគឺពិតជាសន្សំសំចៃខ្លាំងមែនទែនហើយបើពវល់ទៅមើលចំហៀងទៀតនេះវិញយើងអាចឃើញថាដងរបស់អំពូលនេះអាចដាក់សម្រាប់ទូកញ្ចក់ចាប់ពី3លីរហូតដល់15លីអញ្ចឹងគឺយើងអាចដាក់ទូរហូតដល់ខ្នាតធំផងដែរឥឡូវខ្ញុំសូមធ្វើការបើកប្រអប់មើលទៅលើគ្រឿងខាងក្នុងថាតើនៅក្នុងនេះមានអីគេខ្លះអញ្ចឹងបើកមកគឺមានការវេចខ្ចប់ស្អាតហើយកដាស់នេះដឹងកដាស់អីទេទុកទៅមួយឡែកសិនអញ្ចឹងការវេចខ្ចប់គឺមានថង់ខាងក្នុងមួយជាន់ទៀតអញ្ចឹងក៏លេខមកលើអំពូលរបស់យើងវិញគឺមានភាពស្រស់ស្អាតហើយក៏ទំហំធំផងដែរប្រហែលជាជិតមួយឆ្អាមដៃរបស់ខ្ញុំអញ្ចឹងគឺធំដែរអញ្ចឹងនៅពេលដែលខ្ញុំយកម៉ែត្រមកវាស់គឺប្រវែងរបស់អំពូលគឺ19 cm អញ្ចឹងសម្រាប់ទូរបស់ខ្ញុំຂະຫນាត50 cm នេះគឺល្មមហើយសម្រាប់នៅក្នុងថង់នេះគឺជាប្រឡុងសម្រាប់ដូចជាខ្ចៅសម្រាប់មួររឹតទៅលើទូត្រីកញ្ចក់ទូត្រីដើម្បីឲ្យណែនល្អកុំឲ្យដួលអញ្ចឹងនេះគេមានដាក់ខ្ចៅនេះមកពីរដែរសម្រាប់ឲ្យយើងធ្វើការមួរទាំងសងខាងឲ្យមានភាពរឹងមាំល្អហើយមើលទៅលើគ្រឿងអំពូលនេះគឺមានការហាប់ណែនល្អណាស់មើលទៅអត់ទន់អាឡិអាឡាក់ទេហើយមើលលើប៊ូតុងអីក៏ស្រស់ស្អាតផងដែរហើយក៏មានសម្គាល់ថាកម្លាំងភ្លើងស៊ីប្រមាណវ៉ាត់អីផងដែរហើយខ្សែក៏រាងវែងដែរប្រហែលជា1ម៉ែត្រកន្លះអញ្ចឹងក៏ល្អវែងសម្រាប់ទូត្រីរបស់យើងខ្នាតតូចល្មមហើយឥឡូវខ្ញុំធ្វើការចាប់ធ្វើតេស្តទៅលើទូធំរបស់ខ្ញុំសិនថាតើនៅពេលដាក់ទៅស្អាតឬក៏ពណ៌តាក់ទាញអត់អញ្ចឹងចាប់ដើមដោតដំបូងមើលឃើញថាពណ៌នៅពេលដែលចាំងពន្លឺចូលក្នុងទូត្រីគឺពណ៌ស្រស់ស្អាតមែនទែនពណ៌ឡើងចាំងហើយបូកផ្សំជាមួយនឹងទូត្រីរបស់ខ្ញុំទឹកថ្លាដាច់ល្អទៀតមើលទៅឡើងត្រជាក់ភ្នែកតែម្ដងហើយសង្កេតទៅលើត្រីនៅពេលដែលបានឃើញពូថ្មីមកអញ្ចេះរៀងឆ្លេឆ្លាដែរដល់ពេលដែលឃើញអំពូស្អាតអញ្ចឹងសង្កេតមើលថៃ7ពណ៌របស់ខ្ញុំអាក្រហមតូចមួយនេះពណ៌គេឡើងដិតស្អាតតែម្ដងត្រូវចាំងមួយអំពូពណ៌ស្អាតចេះទៀតកាន់តែស្អាតមកចម្រិតទៀតតែម្ដងដាក់តែអំពូតូចនេះនៅក្នុងទូត្រីរបស់យើងតែមួយគ្រាប់ហើយនឹងដាក់បានមួយចំហៀងទេអញ្ចឹងសម្រាប់ទូធំនេះបើតាមខ្ញុំគិតប្រហែលជាដាក់3គ្រាប់គឺស្អាតតែម្ដងតែបើសិនជាដាក់3គ្រាប់មែនយើងអាចទិញប្រភេទ Neo អាវែងប្រវែង80ហ្មងគឺល្អជាងអញ្ចឹងនេះល្អសម្រាប់ទូតូចទេអញ្ចឹងនេះខ្ញុំគ្រាន់តែយកមកដាក់សាកឲ្យបងប្អូនមើលថាបើសិនជាដាក់ចូលទូរុក្ខជាតិរបស់ខ្ញុំអាធំគឺមានសម្រស់បែបណាអញ្ចឹងបងប្អូនអាចមើលបានពេលដែលដាក់ចូលទៅមកចំហៀងដែលមានពូនេះគឺអាងឹតអញ្ចឹងអំពូគឺវាមានសារៈសំខាន់ណាស់សម្រាប់ទូត្រីរបស់យើងអញ្ចឹងបើទឹកក្នុងទូត្រីរបស់យើងស្អាតត្រីរបស់យើងល្អហើយតែបើយើងមានពូដែលអត់ល្អពូដែលវាមិនស័ក្តិសមសម្រាប់ទូត្រីរបស់យើងអញ្ចឹងក៏ធ្វើឲ្យសម្រស់ទូត្រីរបស់យើងរៀងអន់ថយមកកម្រិតដែរតែបើសិនជាបងប្អូនរើសអំពូដែលត្រឹមត្រូវអញ្ចឹងក៏ធ្វើឲ្យសម្រស់របស់ទូត្រីរបស់យើងនេះកាន់តែលើកមកកម្រិតទៀតអញ្ចឹងមិនថាយើងមើលពីលើយើងមើលពីចំហៀងទេគឺធ្វើឲ្យភ្នែករបស់យើងមើលចុះទៅក្នុងទឹកឡើងថ្លាដាច់តែម្ដងនេះដោយសារតែទូរស័ព្ទរបស់ខ្ញុំថតរៀងព្រិលផងទេតែបើសិនជាបងមើលនៅភ្នែកផ្ទាល់វិញ
បានដឹងថាស្អាតមែនទែនតែហ្មងអត់ចង់ទៅណាទេត្នេអង្គុយមើលតែទូត្រីទេដោយសារតែពេលមើលទៅធ្វើឲ្យអារម្មណ៍យើងរៀង relax នៅភាពទុក្ខកង្វល់ធ្វើឲ្យអារម្មណ៍យើងមូលល្អអញ្ចឹងទំនេរខ្ញុំចូលចិត្តអង្គុយមើលទូត្រីលេងអញ្ចឹងដោយសារតែគោលដៅរបស់ខ្ញុំនៅពេលដែលទិញអំពូលនេះមកគឺតម្រូវដាក់នៅក្នុងទូកំពឹសរបស់ខ្ញុំទេដោយសារតែអំពូលចាស់គឺបានខូចបាត់ទៅហើយអញ្ចឹងឥឡូវខ្ញុំធ្វើការចាប់ភ្ជាប់ជាមួយនឹងទូកំពឹសរបស់ខ្ញុំតែម្ដងហើយនៅពេលដែលចាប់ទៅហើយសាកបើកនៅអំពូលមើលឃើញថាទឹកឡើងល្អក់វល់តែម្ដងដោយសារតែខ្ញុំទឹមតែដកនៅរុក្ខជាតិមួយចំនួនចេញអញ្ចឹងរុក្ខជាតិដោយសារតែអត់មានអំពូលរៀងយូរដែរហើយធ្វើឲ្យរុក្ខជាតិរៀងស្គមអត់មានស្លឹកអីទេជ្រុះហើយពួកអាណូបៀសនេះគឺចាប់ផ្ដើមស្លឹកឡើងរលួយអញ្ចឹងបន្ទាប់ពីដាក់នៅអំពូលថ្មីនេះមកខ្ញុំនឹងដាក់ទឹកថ្នាំជំនួយរុក្ខជាតិបន្ថែមទៀតដើម្បីធ្វើឲ្យរុក្ខជាតិនេះលូតលាស់ល្អមកវិញដោយសារតែពេលបច្ចុប្បន្នរៀងទ្រុឌទ្រោមតិចហើយព្រោះការលូតលាស់របស់រុក្ខជាតិពឹងផ្អែកមួយចំនួនធំក៏ដោយសារតែអំពូលភ្លើងអញ្ចឹងបើអំពូលភ្លើងមានបញ្ហារុក្ខជាតិយើងពិបាកក្នុងការលូតលាស់ឡើងណាស់